សូមជូនរឿងធម្មិកឧបាសកព្រះបរមសាស្តាទ្រង់ប្រារព្ធធម្មិកឧបាសកជាអ្នកដល់ព្រមដោយកល្យាណធម៌ពេលដែលគាត់ឈឺចិត្តស្លាប់នោះគាត់បានប្រើកូនប្រោឲ្យទៅនិមន្តព្រះសង្ឃមកសូត្រធម៌សតបដ្ឋានសូត្រឲ្យគាត់ស្ដាប់នៅពេលដែលព្រះសង្ឃកំពុងតែសូត្រសតបដ្ឋានសូត្រនោះធម្មិកឧបាសកគាត់បានឃើញនៅទេវរដ្ឋមួយចំនួនជាច្រើនដែលពួកទេវតាទាំង6ជាន់នាំយកមកចាំទទួលគាត់ទៅកាន់ឋានទេវលោកធម្មិកឧបាសកបាននិយាយអង្វររកនឹងទេវតាថាឈប់ចាំសិនព្រោះគាត់បង្អង់ចាំស្ដាប់ធម៌សតបដ្ឋានសូត្រឲ្យបានចប់ពួកភិក្ខុទាំងឡាយបានឮធម្មិកឧបាសកបាននិយាយថាឈប់សិនដូច្នោះហើយទៅឈប់សូត្រធម៌ចម្រើនពរសុំលានិមន្តត្រឡប់ទៅវត្តវិញពេលដែលពួកភិក្ខុបាននិមន្តត្រឡប់ទៅដល់វត្តអស់ហើយធម្មិកឧបាសកបានដឹងស្មារតីឡើងមិនឃើញព្រះសង្ឃក៏សួរកូនថាព្រះសង្ឃនិមន្តទៅណាហើយពួកកូនប្រុសស្រីបានប្រាប់គាត់ថាព្រះសង្ឃលោកនិមន្តទៅវត្តអស់ហើយព្រោះឪពុកបាននិយាយថាឈប់សិនធម្មិកឧបាសកក៏ភ្ញាក់ខ្លួនព្រឺតនិយាយទៅកាន់កូនថាពុទ្ធោឪពុកមិនបាននិយាយឲ្យលោកឈប់សូត្រធម៌ពីអង្កលណាឪពុកនិយាយជាមួយទេវតាដែលបានចុះមកដើម្បីយកពុកទៅនៅឋានទេវលោកទេតើទោះបីជាគាត់និយាយប្រាប់រឿងពិតយ៉ាងណាក៏ដោយក៏កូនប្រុសស្រីមិនជឿគាត់ដែរធម្មិកឧបាសកបានប្រាប់ឲ្យកូនប្រុសស្រីយកកម្រងផ្កាបោះឡើងទៅលើអាកាសវេហាហើយបានអធិដ្ឋានឲ្យកម្រងផ្កានោះជាប់នឹងចន្ទុលទេវរដ្ឋដែលពួកទេវតានាំមកពីឋានតុសិតទេវលោកពួកប្រជាជនដទៃទៀតមើលឃើញតែកម្រងផ្កា